បាទជំរាបសួរពុកម៉ែបងប្អូនយាយតាពូមីងទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានរឿងសាច់រឿងមួយរឿងមកចែកជូនបងប្អូនពូមីងពុកម៉ែយាយតាស្ដាប់ដូចតទៅហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងឬក៏ពាក្យពេចន៍ណាដែលមិនសមរម្យក៏សូមខន្តីដល់ខ្ញុំបាទផងណាបងប្អូនហើយសាច់រឿងនេះផងដែរគឺនិយាយអំពីឪពុកចុងនិងកូនចុងនៅពេលដែលម្ដាយមិននៅគឺឲ្យឪពុកចុងសាកហើយដល់ពេលឪពុកចុងបានសាកហើយគឺថាពេញចិត្តនឹងឪពុកចុងមែនតើបាទកុំឲ្យពុកម៉ែបងប្អូនចាំយូរចូលទៅដល់សាច់រឿងទាំងអស់គ្នាបងប្អូនពូសែមគឺជាមនុស្សពោះម៉ាយម្នាក់នៅក្នុងភូមិហើយគាត់បានលួចតាក់ទងជាមួយនឹងមីសុកជាអ្នកមេម៉ាយមានកូនក្រមុំស្រស់ស្អាតមួយនៅក្នុងភូមិក្បែរគ្នាពេលដំបូងឡើយមីងសុកគាត់បានតាក់ទងជាមួយនឹងពូសែមមិនអោយកូនគាត់ដឹងទេព្រោះខ្លាចកូនគាត់មិនពេញចិត្តនឹងពូសែមណាបងប្អូនគឺមិនហ៊ានឲ្យកូនដឹងទេតែកូននឹងហាមឃាត់ថាខ្លួននឹងចាស់ចាស់អស់ហើយកូនកំមុំហើយនៅគិតចង់មានប្តីអីដល់ណាទៀតហើយពូសែមនៅពេលដែលដឹងថាកូនរបស់មីងសុកបានដឹងរឿងគាត់ជាមួយនឹងមីងសុកហើយពូសែមក៏ហើយហ៊ានមកញឹកញាប់ទៀតដែរបងប្អូនតែនៅថ្ងៃមួយកូនក្រមុំមីងសុកហ្នឹងឈ្មោះស្រីផាចនាងបានដើរមកផ្ទះរបស់ពូសែមហើយស្រីផាចបាននិយាយជាមួយនឹងពូសែមនឹងរឿងម្ដាយរបស់ស្រីផាចចឹងទៅហើយស្រីផាចក៏បានមិនស្អប់ខ្ពើមនឹងពូសែមដែរបងប្អូនគឺថាស្រីផាចក៏ពេញចិត្តនឹងពូសែមចឹងទៅហើយស្រីផាចបានប្រាប់ទៅពូសែមថាបើពូស្រឡាញ់ម្ដាយរបស់ខ្ញុំពូមិនលួចលាក់ចឹងទេនាំតែញាតគេសើចសូមពូរកចាស់ទុំ2 3នាក់ចឹងទៅហើយក៏មិនបាច់កាយដែរព្រោះថាយើងរៀងចំណាស់អស់ហើយចាស់ទុំ3 4ហ្នឹងគឺទៅសែនព្រិនមកព្រឹកចឹងទៅហើយក៏ចាប់ដៃគ្នារស់នៅជាមួយគ្នាសាងសុភមង្គលជាមួយគ្នាចឹងទៅហើយថាបើពូសែមស្រឡាញ់ម៉ែខ្ញុំមែនសូមពូសែមរកចាស់ទុំ2 3នាក់រៀបចំសែននៅជាមួយគ្នាម្ដងទៅមិនបាច់លួចលាក់ចឹងទេនឹងកូនរបស់មីងសុកគាត់និយាយចឹងណាគឺស្រីផាចមកនិយាយប្រាប់ពូសែមចឹងហើយពូសែមបានឮហើយក៏សប្បាយចិត្តក៏បានទៅរកចាស់ទុំដើម្បីរៀបចំសែនពូសែមនិងមីងសុកដើម្បីឲ្យពួកគាត់ទាំងពីរនាក់ហ្នឹងបានរស់នៅជាមួយគ្នាបន្ទាប់ពីបានរៀបចំសែនរួចហើយពូសែមក៏បានមករស់នៅផ្ទះរបស់មីងសុកជាមួយនឹងកូនមីងសុកផងដែរហើយស្រីផាចនៅពេលដែលបានពូសែមជាឪពុកចុងហើយគឺមករស់នៅក្នុងផ្ទះជាមួយនឹងម្ដាយរបស់ខ្លួនគឺស្រីផាចលែងខ្វល់ទៀតហើយគឺស្រីផាចហ្នឹងគិតតែវាដើរលេងជាមួយសង្សាររបស់នាងរាល់ថ្ងៃហើយស្រីផាចឧស្សាហ៍ដើរលេងជាមួយសង្សារហ្នឹងដាច់យប់មែនតើបងប្អូនដាច់យប់ស្ទើររាល់ថ្ងៃមែនតើចំណែកឯមីងសុកនិងពូសែមវិញគឺគាត់ទាំងពីរនាក់ស្រឡាញ់គ្នាមែនតើបងប្អូនហើយនៅថ្ងៃមួយពូសែមនិងមីងសុកពូសុកក៏បានសុំមីងសែមមួយគឺសុំមួយអញ្ចឹងណាមិនសុំអីទេគឺថាសុំមីងសុកមួយព្រោះថាតាំងពីបានរស់នៅជាមួយគ្នាមកគឺពូសែមមិនទាន់បានខ្លួនប្រាណរបស់មីងសុកនៅឡើយទេបងប្អូនអាយ៉ានឹងចង់សុំអីទេចាំមើលរឿងតទៅទៀតព្រោះគាត់ថាទាំងពីរនាក់ចេះតែអៀនគ្នារៀងខ្លួនហើយមីងសុកនៅពេលដែលបានឮពូសែមសុំចឹងហើយក៏មិនប្រកែកដែរបងប្អូនហើយមីងសុកក៏ព្រមឲ្យពូសែមនៅក្នុងយប់នោះទៅ
នៅពេលពួកគាត់ទាំងពីរនាក់បានមួយហើយបាននៅជាមួយគ្នាហើយបានមួយអញ្ចឹងណាប៉ុន្តែមីងសុកមិនព្រមឲ្យពូសែមសម្រាកទេបងប្អូនព្រោះថាមីងសុកមិនទាន់អស់ចិត្តនៅឡើយទេតើតែមីងសុកអស់ចិត្តទើបព្រមឲ្យពូសែមបានឈប់ហើយពូសែមថាមិនអីទេទៅរួចព្រោះថាពួកគាត់ទាំងពីរនាក់ហ្នឹងសុទ្ធតែជាអ្នកដាច់យូរដូចគ្នាហើយពូសែមគាត់ពិតជាពូកែមែនណាបងប្អូនគឺពូកែធ្វើឲ្យមីងសុកពេញចិត្តពេលនៅជាមួយគាត់ម្ដងហើយមីងសុកអត់ពូសែមគឺមិនបានទេបងប្អូនចាប់តាំងពីមីងសុកបាននៅជាមួយពូសែមមួយយប់មកមីងសុកចេះតែបបួលពូសែមហ្នឹងរាល់ថ្ងៃមិនថាយប់ឬថ្ងៃទេបងប្អូនគឺបបួលពូសែមរាល់ថ្ងៃតែម្ដងព្រោះមីងសុកទ្រាំអស់យូរឆ្នាំមកហើយនៅពេលដែលពូសែមបានដាស់អារម្មណ៍ដែលទ្រាំយូរឆ្នាំឲ្យងើបឡើងម្ដងហើយក៏ខ្លាំងជាងមុនដែរបងប្អូនហើយនៅថ្ងៃមួយនៅពេលដែលមីងសុកនិងពូសែមបាននៅជាមួយគ្នាស្រាប់តែពេលនោះដែរកូនមីងសុកហ្នឹងគឺស្រីផាយហ្នឹងបានដើរមកហើយស្រីផាយក៏បានឮសំឡេងចេញពីបន្ទប់របស់មីងសុកហើយស្រីផាយក៏បានលួចមើលហើយក៏បានឃើញពូសែមនិងម្ដាយរបស់ខ្លួនហ្នឹងមីងសុកហ្នឹងកំពុងតែនៅជាមួយគ្នានៅក្នុងបន្ទប់នៅពេលដែលពូសែមងើបឡើងស្រាប់តែស្រីផាយក៏បានឃើញអាកូនពៅរបស់ពូសែមយ៉ាងធំឡើងពេញភ្នែកបងប្អូនហើយរូបភាពអាកូនពៅរបស់ពូសែមក៏បានទៅជាប់នៅនឹងអារម្មណ៍របស់ស្រីផាយធ្វើឲ្យស្រីផាយក្តៅខ្លួនហើយក៏ដើរចូលបន្ទប់បាត់ទៅដេកម្នាក់ឯងបងប្អូនហើយស្រីផាយក៏ដើរចូលក្នុងបន្ទប់ដេកបាត់ទៅហើយនៅថ្ងៃមួយមីងសុកបានប្រាប់ស្រីផាយថាខែក្រោយមីងសុកហ្នឹងនឹងទៅខេត្តមួយខែតែគាត់ប្រាប់ថាគាត់ទៅតែម្នាក់ឯងទេគឺទុកឲ្យពូសែមនៅផ្ទះស្រីផាយបានឮហើយក៏សប្បាយក្នុងចិត្តគិតថាចង់សាកលេងជាមួយនឹងអាអូនពៅរបស់ពូសែមជាឪពុកចុងរបស់ស្រីផាយចឹងទៅនៅពេលដែលមីងសុកមិននៅបានមួយថ្ងៃស្រីផាយក៏បានសួរពូសែមថាពុកមិនបានជាធ្វើមុខជូរចឹងឬក៏មកពីម៉ាក់មិននៅបានជាពុកធ្វើមុខជូរចឹងហើយពូសែមក៏បានឆ្លើយប្រាប់ស្រីផាយថាពុកធ្លាប់តែម៉ែខ្លួនឯងនៅដល់ពេលម៉ែខ្លួនឯងមិននៅទៅបាត់ចឹងទៅពុកអបសុកណាស់មិនដឹងថាថ្ងៃណាម៉ែខ្លួនឯងមកវិញទេហើយស្រីផាយក៏បានប្រាប់ទៅពូសែមវិញថាមិនអីទេពុកមានខ្ញុំនៅជាមួយហើយមិនអីទេពុកមានខ្ញុំនៅជាមួយពុកហើយពេលនោះស្រីផាយក៏ព្រមឲ្យឪពុកចុងហ្នឹងសាកហើយស្រីផាយក៏បានប្រាប់ឲ្យឪពុកចុងថាអញ្ចឹងតើបានជាម៉ែខ្ញុំពេញចិត្តណាស់ធំហើយខ្លាំងទៀតគឺខ្លាំងជាងសង្សារខ្ញុំណាស់ហើយចាប់តាំងពីថ្ងៃនោះមកបងប្អូនគឺថាស្រីផាយហ្នឹងបានពេញចិត្តនឹងឪពុកចុងជាខ្លាំងហើយស្រីផាយក៏បានឲ្យឪពុកចុងរបស់នាងសាករាល់ថ្ងៃទម្រាំនឹងម្ដាយរបស់ស្រីផាយត្រឡប់មកវិញតែនៅពេលមីងសុកមកវិញគឺថាពូសែមបានទៅនៅជាមួយនឹងមីងសុកវិញហើយប៉ុន្តែស្រីផាយក៏នៅតែពេញចិត្តឲ្យឪពុកខ្លួននឹងសាកចឹងទៅហើយស្រីផាយនៅតែលួចលាក់ឲ្យឪពុកចុងបានសាកម្ដងចឹងទៅតែនៅពេលដែលមីងសុកមិននៅផ្ទះគឺស្រីផាយហ្នឹងមិនចេញទៅណាទេបងប្អូនតែងតែឲ្យឪពុកចុងមកសាករាល់ថ្ងៃព្រោះថាពេញចិត្តនឹងអាកូនពៅរបស់ឪពុកចុងថាខ្លាំងជាងសង្សារថាសង្សារមិនខ្លាំងដូចជាឪពុកចុងទេចឹងទៅបាទសូមអរគុណសាច់រឿងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយក៏សូមខន្តីអភ័យទោសផងរកកំហុសខុសឆ្គងឬពាក្យពេចន៍ណាដែលមិនសមរម្យក៏ខន្តីអភ័យទោសដល់ខ្ញុំបាទផងណាបងប្អូនបាទសូមជម្រាបលា